យើងមកមើលក្នុងនេះគណៈវ៉ាន់ដេហាន់បុកចឹងអានេះគឺនៅកូរ៉េហើយនៅចិត្តវាំងកូរ៉េហើយយើងឃើញភ្ញៀវបរទេសភាគច្រើនមកស្លៀកបំពាក់ប្រពៃណីរបស់កូរ៉េមូលហេតុអីចឹងអាកន្លែងនេះគឺដោយសារភ្ញៀវបរទេសគាត់មកលេងវាំងចឹងគាត់ចង់ពាក់ដើម្បីឲ្យស្អាតថតរូបស្អាតហើយទី2ក៏ដោយសារការលើកទឹកចិត្តរបស់ប្រទេសកូរ៉េសម្រាប់ភ្ញៀវបរទេសដែលចូលទស្សនាបើសិនបើយើងពាក់ឈុតសម្លៀកបំពាក់របស់កូរ៉េប្រពៃណីហៅហាន់បុកហ្នឹងគឺចូល free ចឹងសមុទ្រតែ$2ទេតែបើយើងពាក់សម្លៀកបំពាក់ប្រពៃណីរបស់គេគឺយើងចូល free ចឹងភ្ញៀវភាគច្រើនគាត់មកគឺគាត់ចង់ថតរូបស្អាតផងចឹងគាត់ក៏មកតែងសម្លៀកបំពាក់ចឹងនៅជាប់វាំងហ្នឹងយើងឃើញថាកន្លែង business របស់គេមានច្រើនចឹងគឺហាងកៅអៅសម្រាប់គេជួចឹងតម្លៃពី$10 $15ទៅ$20ហើយជួយ៉ាងតិចក៏2ម៉ោងដែរព្រោះវាំងគេធំយើងដើរហ្មងទៅជួមិនដើរដល់ហ្មងថតរូបចឹងបើ2ម៉ោងគិតទៅម្នាក់ប្រហែលចូល$20-30ហើយប៉ុន្តែម្នាក់គឺចូលចិត្តតែងឈុតប្រពៃណីព្រោះចង់ចូល free ណាមួយវាស្អាតដោយសារយើងមានឈុតខ្លះដូចស្ដាច់ដូចអីមេតបអីក៏មានដែរអញ្ចឹងបើឈុតកាន់តែស្អាតពណ៌កាន់តែស្អាតកណាត់កាន់តែស្អាតគឺកាន់តែថ្លៃអញ្ចឹង business នៅតំបន់វាំងនេះគឺគេជួហាន់បុកហ្នឹងគឺច្រើនអញ្ចឹងនៅក្នុងដឿងហែមគេហ្នឹងបើយើងចូលទៅគឺច្រើនមែនតើហើយនេះគឺនៅខាងវាំងអញ្ចឹងពេលដែលគេជួរួចគេមកថតរូបនៅវាំងអញ្ចឹងពេលដើរចូលមកវាំងគេធំទលាយហើយនៅវាំងនៅកូរ៉េហ្នឹងជុំវិញគឺខាងក្រោយគឺមានភ្នំហើយខាងមុខមានយើងមើលទៅឃើញអគារខ្ពស់បានថាវាប្រទេសកូរ៉េជឿនលឿនទំនើបអញ្ចឹងអគារខ្ពស់នៅជុំវិញប៉ុន្តែវាំងគេទុកនៅដដែលអញ្ចឹងអត់មានអីលក្ខណៈពិសេសទេគ្រាន់តែថាចង់เอาមកបង្ហាញពីថាមូលហេតុអីបានជាភ្ញៀវបរទេសគាត់ចង់ស្លៀកសម្លៀកបំពាក់កូរ៉េនិយាយទៅយើងគិតទៅថាសមុទ្រតែ$2សោះប៉ុន្តែម្នាក់ដើម្បីចូល free សុកចិត្តទៅទិញកៅអៅប្រពៃណីដើម្បីមកពាក់ហើយយើងមកមើលតម្លៃឈុតមិនថោកទេណាគឺ$17,000វ៉ុនហើយមានថ្លៃជាងនឹងទៀតនិយាយទៅគឺតាមតម្លៃឈុតដែលយើងពាក់ជ្រើសរើសស្អាតកាន់តែស្អាតកាន់តែថ្លៃ